ba chấm điệp số lục rốt ngày nay nhưng mà phơ ca này dạyពីបង្ហាញពី PLS system នៃហាងលក់កុំព្យូទ័ររបស់ខ្ញុំគឺដំបូងខ្ញុំវាយ user admin ចូលអញ្ចឹងទៅបាទតាក់ទងមួយយើងចូលមកគឺយើងមានជាមួយនឹងមាន laptop product យើងមាន laptop desktop accessory income expense អញ្ចឹងទៅគឺក្នុងហ្នឹងគឺ laptop យើងចុចចូលចំហៀងអញ្ចឹងទៅពេលដែលយើង next មួយគឺយើងទៅដល់ desktop category អញ្ចឹងទៅហើយយើងក៏មាន accessory អញ្ចឹងយើង back មកវិញអញ្ចឹងទៅហើយនៅពេលយើងចុច exit គឺយើងមកដល់ផ្ទាំងទំព័រដើមអញ្ចឹងទៅជាមួយនឹងកន្លែងនេះគឺ income គឺក្នុងហ្នឹងមាន income ID income date product ID income time sale ID ជាមួយនឹង total income ជាមួយនឹង expense ក៏វាដូចគ្នាដែរមិនសូវខុសគ្នាមែនទេគឺវាមាន expense ID expense date employee ID expense amount ជាមួយនឹង expense reason ហ្នឹងទៅហើយតាក់ទងមួយកដានេះគឺជា employee name នៃហាងលក់កុំព្យូទ័ររបស់យើងហ្នឹងគឺមាន7នាក់អញ្ចឹងទៅដែលមានរុំសរវត្តប្រុសមេលីហៅវណ្ណៈអីចឹងទៅបាទតាក់ទងមួយហ្នឹងគឺនេះហើយជាមួយខាងក្រោមនេះគឺជាប៊ូតុង log out ដែលយើងចុចទៅវា log out ចេញវិញបានហើយឥឡូវខ្ញុំវាយចូលម្ដងទៀតចឹងខាងស្ដាមនេះគឺជាប៊ូតុង sale ដែលប៊ូតុង sale ហ្នឹងគឺយើងមាន product ID គឺយើងអាច search បានតាក់ទង product ID ហ្នឹងឧទាហរណ៍តែឥឡូវខ្ញុំដាក់ product លេខ12ខ្ញុំ search ចឹងទៅវាជា Legend 5 Pro តម្លៃ 1990 មាន stock 50 គ្រាប់ហើយជាមួយ brand Lenovo តម្លៃ 1900 ចឹងទៅឧទាហរណ៍ថាឥឡូវបើ product ហ្នឹងខ្ញុំចង់ search ថាឥឡូវ product លេខ2000ចឹងគឺវាអត់មានទេ product ហ្នឹងព្រោះដោយសារតែ product ក្នុង stock យើងគឺមានតែ40មុខជាងទេចឹងឧទាហរណ៍ថាឥឡូវខ្ញុំ search product លេខ15ខ្ញុំចង់ទិញដាក់លេខ15ហ្នឹងគេយកចំនួន1ចឹងទៅគឺ Lenovo Log 15ហ្នឹងតម្លៃវា1900ដែរលើដែរហើយឧទាហរណ៍ថាបើកន្លែងហ្នឹងយើងសម្រាប់ថាឥឡូវគេយកខាងផ្នែកអីផ្សេងទៀតគេយកថាឥឡូវគេយក product ID លេខ29ចឹងទៅថាគេយក2អញ្ចឹងយើង search ទៀតមក product ID លេខ29ហ្នឹងគឺវាជា RTX 4060ហ្នឹងដែលវាមានតម្លៃ500ក្នុង stock មាន100គ្រាប់ហើយជាមួយ brand MSI ហ្នឹងទៅដែលតម្លៃវា500ពីហ្នឹងគឺ1000អញ្ចឹងយើងចុច payment មកតាក់ទងមកដល់កន្លែង payment ហ្នឹងគឺយើងមាន discount 0%អញ្ចឹងទៅហើយយើងមាន5មាន10 25 50 75 100អញ្ចឹងទៅឧទាហរណ៍ថាឥឡូវបើយើងចុច50ចុច50អញ្ចឹងតម្លៃដែលយើងអត់ត discount គឺ4300នៅពេលដែលយើងចុច50គឺវានៅ2400អញ្ចឹងទៅហើយមួយ employee name ហ្នឹងឧទាហរណ៍ថាឥឡូវ employee name អ្នកលក់អីគេអ្នកលក់យើងដាក់ឡុងសុបញ្ញាអញ្ចឹងទៅសម្រាប់ការលក់ហ្នឹងឥឡូវយើងទទួលលុយពីអ្នកយើងទទួលលុយពីអ្នកទិញហ្នឹងប្រហែលឥឡូវ2000អស់ទាំងអស់2400ពេលយើង discount 50%អញ្ចឹងឧទាហរណ៍ថាឥឡូវគេឲ្យ2450អញ្ចឹងទៅយើងត្រូវអាប់លុយគេ50វិញអញ្ចឹងទៅនៅពេលយើងចុច payment វានឹង load ទិន្នន័យចូលក្នុង database អញ្ចឹងទៅបាទតាក់ទងជាមួយនឹង PS system ហាងកុំព្យូទ័ររបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជាចុងក្រោយជំរាបលាលោកគ្រូ